ចឹងមើលបច្ចុប្បន្នអ្នកដែលឆ្លៀនពៀនដីគេអ្នកដែលរំកិលព្រំដែនចូលដីគេហ្នឹងណាគិតតាមគំនិតជនពាលក៏ចេះតែគិតតែខ្លួនឯងប្រកែខ្លួនឯងឈ្នះខ្លួនឯងខ្លាំងទៅក៏មិនតែទៅតាមច្បាប់ធម្មជាតិគឺជាចោលសិក្សាអឿនប៊ុនធឿនលោកគ្រូក្រមជ្រុលនិយមថៃចង់ឲ្យរដ្ឋាភិបាលគេវាយចូលដល់ទីក្រុងភ្នំពេញតើពួកគេមានទោសយ៉ាងណាហ្នឹងហើយយើងដឹងថាបើយើងមានដំណោះនៅព្រំដែនឯណោះវាគួរតែដោះស្រាយនៅព្រំដែនឯណោះអានេះបើមនុស្សត្រឹមត្រូវណាហើយបើវ័យមកដល់ភ្នំពេញអាហ្នឹងមានន័យថាម៉េចអាហ្នឹងគេហៅថារំលោភបំពានហៅថាឈ្លានពានពេញទីហ្មងអាហ្នឹងហើយមានទោសមិនវាស្មើនឹងលួចហ្នឹងហើយស្មើនឹងរំលោភបំពានហ្នឹងហើយស្មើនឹងមនុស្សដេរិឆានហ្នឹងហើយមានស្គាល់របស់គេរបស់ឯងហ្នឹង